nhưng cái tha cầm ho là thôi một phật là kia dương khmei nhá để tìm chỗ thực ca rồi mình có cho du hay cái đôi bánh nhà thùng bỏ dưỡng cứ dương tay để thừa với để còn là thầm để với đại ban sẽ nênក្នុង job description របស់យើងហើយយើង limit grow របស់ខ្លួនឯងយើងធ្វើតែអ្វីដែលគេបានអាសាញតែប៉ុណ្ណឹងគឺយើងរីកចម្រើនទៅណាទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវតែធ្វើឬមកក៏រៀនសូត្របន្ថែមរៀនសូត្រពីមេរបស់យើងរៀនសូត្រពីរៀនច្បងរៀនសូត្របន្ថែមពីអ៊ីនធឺណិតពី source ណាក៏ដោយដែលផ្ដល់ចំណេះដឹងបន្ថែមតាក់ទងជាមួយនឹងជំនាញការងាររបស់យើងនឹងតើធ្វើម៉េចឲ្យកាន់តែប្រសើរជាងមុនដោយករណីខ្ញុំឬមួយក៏អ្វីដែលខ្ញុំតែងតែបដៅដល់គ្នាយើងនោះគឺឲ្យគ្នាយើងនឹងតែមើលទៅលើ job description ពេលដែលគេ recruit មនុស្សអីចឹងតើគេតើការចេះអីលើសពីអ្វីដែលយើងកំពុងតែមានអញ្ចឹងហើយយើងមើលហើយយើងទៅមើលថាតើសមត្ថភាពបច្ចុប្បន្នមានចេះអស់ហ្នឹងអត់បើសិនជាយើងអត់ចេះទេត្រូវតែផឹងធ្វើផឹងរៀនសូត្របន្ថែមស្វែងយល់ពីវាដើម្បីឲ្យយើងបានចេះច្រើនពីមួយថ្ងៃទៅមួយថ្ងៃណាអញ្ចឹងយើងបើសិនជាមួយថ្ងៃចេះតែច្រើនជាងមុនតែ 0.1% 0.01% ចេះជាងមុនហ្នឹងគឺក្នុងមួយឆ្នាំក្នុង2ឆ្នាំ3ឆ្នាំ4ឆ្នាំគឺយើងចេះច្រើនណាស់គ្នាយើងទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំយល់ថាជាកំហុសដែលក្មេងៗមានហ្នឹងណាអាចថាអត់មានគេណែនាំគាត់បាទអញ្ចឹងតើគ្នាយើងយល់ថាមានកំហុសអីផ្សេងទៀតដែលយើងបានបង្កើតនៅពេលដែលយើងចូលធ្វើការដំបូងហើយអាចចែករំលែកគ្នាបាននៅក្នុង comment ខ្ញុំគិតថាកំហុសដែលធំបំផុតដែលគ្នាយើងក្មេងៗណាដែលទៅចូលធ្វើការឬមកក៏ចូលយូរហើយក៏ដោយបញ្ហាធំរបស់យើងគឺយើងតែងតែធ្វើអ្វីដែលគ្រាន់តែធ្វើតែអ្វីដែលបានសរសេរនៅក្នុង job description របស់យើងហើយយើង limit grow របស់ខ្លួនឯងយើងធ្វើតែអ្វីដែលគេបានអាសាញតែប៉ុណ្ណឹងគឺយើងរីកចម្រើនទៅណាទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវតែធ្វើឬមកក៏រៀនសូត្របន្ថែមរៀនសូត្រពីមេរបស់យើងរៀនសូត្រពីរៀនច្បងរៀនសូត្របន្ថែមពីអ៊ីនធឺណិតពី source ណាក៏ដោយដែលផ្ដល់ចំណេះដឹងបន្ថែមតាក់ទងជាមួយនឹងជំនាញការងាររបស់យើងនឹងតើធ្វើម៉េចឲ្យកាន់តែប្រសើរជាងមុនដោយករណីខ្ញុំឬមួយក៏អ្វីដែលខ្ញុំតែងតែបដៅដល់គ្នាយើងនោះគឺឲ្យគ្នាយើងនឹងតែមើលទៅលើ job description ពេលដែលគេ recruit មនុស្សអីចឹងតើគេតើការ